ទឹកចិត្តមានការស្មោះត្រង់និងមានការស្រឡាញ់យុត្តិធម៌នោះអ្នកដទៃគេអាចមើលមកថាយើងល្ងងមិនចេះរស់ស៊ីមិនចេះចង់មានចង់បានមិនចេះឆក់ឱកាសកូនហើយព្រមឲ្យគេថាទៅចុះព្រមឲ្យគេថាល្ងងល្អជាងកូនជាមនុស្សមិនមានទឹកចិត្តមិនមានសុចរិតស្មោះនិងមិនមានយុត្តិធម៌កូនធ្វើការដោយស្មោះត្រង់មានទឹកចិត្តចំពោះអ្នកដទៃស្លូតបូតត្រឹមត្រូវសូម្បីមិនសូវមានទ្រព្យលើសអំពីការប្រើប្រាស់ដោយគេក៏ដោយតែកូនសប្បាយចិត្តគ្រួសារយើងអាចខ្វះខាតខ្លះប៉ុន្តែមានការកក់ក្ដៅរស់នៅឃើញមុខគ្នាមិនគិតខ្វល់ឬរង្គៀសចិត្តក្នុងរឿងអ្វីច្រើនដែររវាងការមានបានទ្រព្យសម្បត្តិតែមិនមានការកក់ក្ដៅនិងមានការកក់ក្ដៅគ្រាន់តែមិនសូវមានទ្រព្យពីរយ៉ាងនេះតើកូនជ្រើសរើសយកមួយណាមានមនុស្សមួយចំនួនមានមុខមាត់នៅក្នុងសង្គមមានពេលវេលាដើរតាក់ទងយកចិត្តយកថ្លើមអ្នកដទៃជាងមានពេលនៅជាមួយគ្រួសាររបស់ខ្លួនឯងឬក៏ត្រូវស្ទុះទៅលិចស្ទុះទៅកើតដើម្បីរក្សាផលប្រយោជន៍របស់ខ្លួនរហូតមិនមានលហែឲ្យពេលទៅជាផលប្រយោជន៍ខាងក្រៅផ្សេងច្រើនជាងឲ្យដល់គ្រួសារឬពំនុះសោតត្រូវប្រឹងប្រែងជាយាមបញ្ចុះបញ្ចែងអ្នកតូចអ្នកធំដើម្បីផលប្រយោជន៍នោះដូច្នេះឯងដែលគាត់គិតថាខ្លួនគាត់ឆ្លាតបានជាភ្លេចថាព្រោះការឆ្លាតរបស់ខ្លួនឯងនោះបានធ្វើឲ្យខ្លួនមិនមានពេលបរិភោគឬបរិភោគខុសពេលមិនមានពេលដេកមិនមានពេលសម្រាកនិងមិនមានពេលឲ្យដល់គ្រួសារគ្រប់គ្រាន់ធ្វើឲ្យគ្រួសារខ្វះភាពកក់ក្ដៅកូនហើយពិតមែនហើយថាក្នុងគ្រួសារចាំបាច់ត្រូវមានប្រាក់ប៉ុន្តែមិនមែនឲ្យតែមានប្រាក់គឺមានសុភមង្គលមានភាពកក់ក្ដៅក្នុងចិត្តក្នុងជីវិតទៅសពគ្រប់នោះទេមានស្ត្រីជាភរិយាច្រើនណាស់ដែលមិនខ្វះទ្រព្យសម្បត្តិមានសុទ្ធតែរបស់ល្អរបស់ថ្លៃប៉ុន្តែជាប្រកដីមានមុខអាប់ស្រពោនព្រោះខ្វះភាពកក់ក្ដៅពីស្វាមីនោះឯងមនុស្សដែលគិតថាខ្លួនឯងឆ្លាតតែមិនមានពេលដេកនៅផ្ទះត្រូវចោលប្រពន្ធចោលកូនជារឿយខ្វះការស្មោះត្រង់ជាមួយនឹងមួយខ្វះធัวសន្តោសម៉ូបលោភលន់រស់ស៊ីទុច្ចរិតខ្វះយុត្តិធម៌ឡាកូនហើយក្នុងរឿងទាំងអស់នេះបើថាគេថាឲ្យកូននឹងឯងងងមែនទែនព្រោះតែមិនចេះដូចគេគឺជាការល្អណាស់កូនចេះត្រឹមតែការងាររបស់កូនដោយទឹកចិត្តសុចរិតស្មោះត្រង់គ្រួសារមានភាពកក់ក្ដៅដូច្នេះកូនត្រូវរស់នៅដោយសេចក្តីសុខសប្បាយក្បាលដល់ខ្នើយកូនកេងលក់មិនចាំបាច់យកដៃគោងថ្ងាសឡើយណាកូន11ឲ្យអភ័យកូនជាទីស្រឡាញ់ក្នុងโลกនេះមិនមាននរណាដែលធ្វើអ្វីត្រឹមត្រូវឬល្អទៅទាំងអស់នោះឡើយព្រោះថាគឺជាអ្នកនៅមានកិលេសដែលជាគ្រឿងសៅហ្មងចិត្តហើយក៏មិនមាននរណាធ្វើអ្វីឲ្យត្រូវចិត្តយើងគ្រប់បែបគ្រប់យ៉ាងនោះដែរចំណែកយើងក៏ដូចគ្នាទោះជាយើងខំធ្វើល្អធ្វើត្រូវទៅគ្រប់យ៉ាងណាក៏ដោយក៏គង់មានគេទាស់ចិត្តនឹងយើងដែរអ្នកដទៃគេធ្វើអ្វីខុសមានការខ្វះខាតឬក៏ធ្វើអ្វីមិនត្រូវចិត្តមិនត្រូវជាស្រ័យរបស់កូនត្រូវចេះឲ្យអភ័យដល់គេកុំប្រកាន់កុំខឹងក្រោធនិងកុំទៅឆ្លោះប្រកែកទាស់ទែងអ្វីនឹងគេឡើយកូនត្រូវនៅឲ្យស្ងៀមឲ្យបានល្អបើមានអ្វីត្រូវបកស្រាយកូនត្រូវមើលឱកាសមើលអ្នកដទៃហើយចិត្តរបស់កូនត្រូវតែត្រជាក់មិនក្តៅក្រហាយពិចារណាឃើញហេតុឃើញផលច្បាស់លាស់សិនសុំនិយាយកូនត្រូវចាំពាក្យនេះទុកថាឫស្សីអាងបន្លាការពារខ្លួនត្រាចអាងច្បាប់ក្បួនការពារខុសជួនពេលគ្មានអាងអ្វីទាំងអស់អាងតែឆ្លោះតទល់កម្លាំងបាយការកូនឲ្យអភ័យដល់គេហើយអ្នកដែលសប្បាយចិត្តគឺកូននឹងឯងការចងនៅសេចក្តីក្រោធទុក្ខគឺជាការចងដុំភ្លើងនឹងចិត្តត្រូវគិតអាឃាតជាបាបគិតរោគឧបាយបៀតបៀនគេរឿយជាដើមមានតែអាក្រក់ប៉ុណ្ណោះមិនមានអ្វីល្អឡើយការឲ្យអភ័យយ៉ាងទៀតគឺឲ្យការមិនមានភ័យដល់អ្នកដទៃបានសេចក្តីថាធ្វើខ្លួនរបស់យើងមិនឲ្យមានពឹសមិនឲ្យមានភ័យដល់អ្នកដទៃមិនបង្កការភ័យខ្លាចសេចក្តីក្តៅក្រហាយផ្សេងឲ្យដល់អ្នកណាឡើយកូនត្រូវធ្វើខ្លួនឲ្យគេស្គាល់ចិត្ត
ថាជាគ្នាឯងមិនមានស្នៀតមិនកលិចកលុចនឹងជាទីទុកចិត្តរបស់អ្នករតីធ្វើយ៉ាងនេះឈ្មោះថាឲ្យអភ័យកូនត្រូវយល់ថាការឲ្យអភ័យគឺការឲ្យសេចក្តីល្អដល់ខ្លួនកូននឹងឯងអ្នកផងទាំងពួងគេទុកចិត្តបកគលការងារសំខាន់ឲ្យកូនធ្វើខុសអំពីមនុស្សដែលមានពឹសមនុស្សដែលមានពឹសទុកចិត្តមិនបានទៅទីណាគេមិនចង់ឲ្យចូលចិត្តនៅក្នុងទីណាគេខ្លាចគេបារម្ភធ្វើការអ្វីគេមិនទុកចិត្តវាជាការមិនល្អគ្រប់យ៉ាងចូលកូនកុំជាមនុស្សមានពឹសមានភ័យដល់អ្នករតីឡើយបើកូនឲ្យអភ័យដល់អ្នករតីបានកូននឹងបាននៅការសប្បាយបើកូនធ្វើខ្លួនមិនឲ្យមានពឹសមានភ័យដល់អ្នករតីបានកូននឹងនៅក្នុងទីណាក៏នៅបានមិនមាននរណារង្គៀសភ័យព្រួយបារម្ភអ្វីឡើយដូច្នេះកូនត្រូវវឹកហាត់ឲ្យអភ័យកុំទៅគិតថាជាការអន់ខ្សោយខូចយសខូចស័ក្តិព្រោះការឲ្យអភ័យនោះព្រោះហេតុតែមនុស្សយើងស្រឡាញ់យសស្រឡាញ់ស័ក្តិប្រកាន់អំណាចខ្លាំងក្លាពេកទៅនឹងឯងទៅត្រូវមកបង្កកម្មពីនឹងគ្នាមិនមានទីបំផុត12មិត្តសម្លាញ់រហូតក្នុងជីវិតកូនជាទីស្រឡាញ់កូនធ្លាប់គិតដែរទេថាមិត្តដែលល្អជាទីបំផុតរបស់មនុស្សយើងគឺសៀវភៅជាមិត្តរបស់យើងបានគ្រប់ពេលវេលាមិនថាពេលសុខពេលទុក្ខពេលសោកសៅឬក៏ពេលអបសុខឡើយរមែងជាប់តាមយើងទៅបានគ្រប់ទីកន្លែងទោះជានៅព្រៃនៅភ្នំនៅកណ្ដាលសមុទ្រហើយរហូតដល់តែមែនទែនគឺនៅក្នុងបន្ទប់គេងមិនថាកូនជាអ្វីកូននៅក្នុងទីណាកូនកុំចោលសៀវភៅបើកូនចោលសៀវភៅគឺស្មើគ្នានឹងចោលមិត្តដ៏ល្អរបស់កូនចូលកូនជាយាមអានសៀវភៅឲ្យច្រើនហើយកូនត្រូវចេះជ្រើសរើសសៀវភៅសម្រាប់អានកុំឲ្យខាតពេលពាក្យទូមានព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធដែលកូនបានអានបានស្ដាប់គឺជាផែនទីនៃជីវិតរបស់កូនសៀវភៅល្អមួយក្បាលស្មើនឹងមិត្តល្អម្នាក់សៀវភៅអ្វីដែលកូនអានហើយចូលកូនពិចារណាថាគួរជឿតាមអ្នកសរសេរឬក៏មិនជឿព្រោះអ្នកសរសេរមានច្រើនប្រភេទមានការគិតនិងចំណេះដឹងផ្សេងគ្នារីឯចេតនាក៏ផ្សេងគ្នាដែរដូច្នេះកូនត្រូវពិចារណាឲ្យច្រើនកុំតន់អាលជឿចូលកូនចាំទុកថាសៀវភៅគឺជាគូក្បាលរបស់អ្នកសរសេរដូច្នេះបើកូនអានសៀវភៅល្អឈ្មោះថាជាការបញ្ចូលគូក្បាលរបស់អ្នកចេះដឹងមកក្នុងគូក្បាលរបស់កូនទោះជាពេលថ្ងៃក៏ដោយក្នុងផ្ទះរមែងងឹតបើគេបិទទ្វារបិទបង្អួចអស់យ៉ាងណាបើកូនបិទភ្នែកបិទតិចពោលគឺមិនអានមិនស្ដាប់នៅភាសារបស់អ្នកចេះដឹងទេវិញ្ញាណរបស់កូននឹងត្រូវងងឹតដូចជាផ្ទះដែលបិទចិត្តយ៉ាងនោះឯងដើម្បីឲ្យបានទៅជាមនុស្សល្អកូនត្រូវ1ស្វែងរកការចេះដឹងមកដាក់ខ្លួនកុំចំណាយពេលវេលាឥតប្រយោជន៍2ប្រព្រឹត្តតាមការចេះដឹងយកការចេះដឹងជានាយកនៃជីវិតកុំឲ្យតណ្ហាដឹកនាំជីវិតឡើយចូលកូនសម្លាញ់ធ្វើជាមិត្តរបស់អ្នកប្រាជ្ញទាំងឡាយតាមរយៈនៃការអានសៀវភៅចុះសេចក្តីចម្រើននឹងមានដល់កូនជាពិតប្រាកដសត្វហាណោអរហតាំងធម្មងនិព្វានបត្តិយាទី1ជឿធัวព្រះអរហន្តាធัวល្អអស្ចារ្យនាំដល់និព្វានសោសោសង្ឃលពតេបញ្ញាំងទី2ចិត្តតាំងប្រឹងស្ដាប់ដោយឃ្លានព្រះធัวទេសនាតាមព្រះទូលមានគោរពធម្មទានបានមានបញ្ញាអបមត្តោវិចក្ខណោពីនេះជាសោបើកទ្វារមោហា1មិនប្រមាទ1ពិចារណាប្រាជ្ញាភ្លឺថ្លាដោយអង្គ4នេះ13សម្បត្តិមនុស្សល្អកូនជាទីស្រឡាញ់ពេលដែលកូននៅក្នុងសង្គមហើយត្រូវតាក់ទងជាមួយអ្នកអតីកូនត្រូវរៀបចំរឹកពាក្យល្អនិយាយពាក្យពីរោះព្រមទាំងត្រូវរៀបចំខ្លួនប្រាណសម្លៀកបំពាក់ឲ្យបានល្អផងនេះជាការចាំបាច់ណាស់ព្រោះដើម្បីជាការសម្ដែងបញ្ជាក់ថាកូនជាមនុស្សល្អកាលដែលបានអប់រំបន្ទុំឧបនិស្ស័យមកល្អទើបសម្ដែងអាកប្បកិរិយាចេញមកល្អគេហៅថាមនុស្សដូចនេះថាជាអ្នកមានសម្បត្តិមនុស្សល្អអ្នកមានសម្បត្តិមនុស្សល្អរមែងមានប្រៀបលើមនុស្សដែលខ្វះនៅគុណសម្បត្តិទាំងនេះក្នុងគ្រប់រឿងទាំងអស់
ទាំងការនិយមរាប់អានការឲ្យនៅភាពស្និទ្ធស្នាលការឲ្យនៅភាពទុកចិត្តរហូតដល់ប្រគល់ការងារមុខនាទីសំខាន់ឲ្យធ្វើទៀតផងជាដើមសម្បត្តិមនុស្សល្អគឺការសម្ដែងអាកប្បកិរិយាចេញមកគឺថាមានសភាពរៀបរយត្រឹមត្រូវគួរគួយគុណមិនតោះភ្នែកមិនតោះតិចពេញទៅដោយភាពទន់ភ្លន់និងការគោរពកោតក្រែងកូនគួរវឹកហាត់នៅសម្បត្តិមនុស្សល្អទុកជាសម្បត្តិប្រចាំខ្លួនមានជាអាចគឺតែងខ្លួនដោយសម្លៀកបំពាក់សមរម្យនិងវ័យមិនដោះសម្លៀកបំពាក់ក្នុងទីសាធារណៈពាក់អាវត្រឹមត្រូវនៅចំពោះមុខភ្ញៀវមានភាពទន់ភ្លន់បន្ទន់ខ្លួនចេះក្រាបសំពះធ្វើការគោរពចំពោះអ្នកធំនិយាយស្ដីសង្រួមមាត់មិននិយាយឲ្យសម្លេងខ្លាំងកោកកាកលោឡាក្នុងទីសាធារណៈឬក្នុងទីប្រជុំមនុស្សមិននិយាយជ្រែកកាត់ក្នុងពេលដែលអ្នកធំកំពុងសន្ទនាគ្នាចេះក្រែងចិត្តអ្នកដទៃពេលទទួលទានអាហារក៏សង្រួមមិនវឹបវាប់ប្រញាប់ដោយខ្លាចអស់ម្ហូបមិននិយាយក្នុងពេលមានអាហារក្នុងមាត់និងក្រោកនិងអង្គុយក៏សង្រួមប្រយ័ត្នត្រួតត្រាមើលដោយសពគ្រប់សម្បត្តិមនុស្សល្អជាហេតុឲ្យមនុស្សយើងមានស្នេហ៍គួរស្រឡាញ់និងជាហេតុឲ្យអ្នកធំស្រឡាញ់អាណិតប្រាថ្នានឹងជួយទំនុកបំរុងក្នុងរឿងផ្សេងសម្បត្តិមនុស្សល្អគឺជាអភរណៈគ្រឿងប្រដាប់តែងខ្លួនគួរជាទីរីករាយនិងរាប់អានដល់មនុស្សទាំងឡាយគ្រប់ទីកន្លែងគួរស្កកងើយឆ្កើតបង្កើតខកចិត្តមនុស្សស្កកមានពិតគំនិតដាបដុនកើតមកជាមនុស្សស៊ីជុះអស់ទុនជីវិតទេរុនគ្មានគុណតម្លៃមនុស្សយើងផលិតជីវិតខ្លួនឯងរៀបចំតាក់តែងចាត់ចែងរាល់ថ្ងៃប្រាជ្ញសាងជីវិតពិតដូចចរណៃមាសប្រាក់កាល័យបីដូចមនុស្សខ្លៅប្រាជ្ញសាងជីវិតពិតដូចជាផ្កាយគោចរមិនណាយតម្រង់ទិសដៅឆ្លងកាត់លៀបយោះចិត្តឥតមងសៅតម្រង់ទិសដៅគុណភាពជីវិតពេលស្រឡាញ់ខ្លួនពួនស៊ីឆ្នាំពឹសជីវិតស្មូតត្រឹសរើសកំហាកលិតស្លឹកឈើចាកមេឃជ្រែកខ្យល់វិបរិតគ្មានគោលដៅពិតជីវិតអន្តពេល14ការក្រែងចិត្តកូនជាទីស្រឡាញ់កាលបើកូននឹងធ្វើអ្វីមិនថានៅធ្វើក្នុងផ្ទះរបស់ខ្លួនឯងឬក៏ថាធ្វើនៅទីដទៃណាបើការងារដែលនឹងធ្វើនោះអាចប៉ះពាល់ដល់អ្នកជិតខាងធ្វើឲ្យគេរំខានឬក្តៅក្រហាយចិត្តកូនត្រូវប្រយ័ត្នឲ្យណាស់កូនកុំធ្វើអ្វីតាមតែចិត្តចង់ឬប្រកាន់សិទ្ធថាធ្វើបាននោះឡើយកូនត្រូវចេះក្រែងចិត្តអ្នកដទៃខ្លះផងដូចជានៅផ្ទះជាប់គ្នានៅបន្ទប់ជាប់គ្នាឬក៏នៅបន្ទប់ជាមួយគ្នាជាដើមការក្រែងចិត្តគ្នានេះល្អណាស់នាំឲ្យមិនឆ្លោះគ្នាមិនទាស់ចិត្តគ្នាទៅទេកូនសាងមិត្តល្អជាងសាងសត្រូវមិនល្អទេកូនកុំចេះតែគិតថាណាស្អប់ក៏ស្អប់ទៅទាំងកូនខ្លួនឯងក៏កុំចូលចិត្តស្អប់អ្នកដទៃនោះឡើយបើចាំបាច់កូននឹងធ្វើអ្វីកូនត្រូវប្រាប់ឲ្យគេដឹងជាមុនឬរឹតតែល្អណាស់ទៅទៀតនោះកូនត្រូវសូមអនុញ្ញាតពីគេរឿងនេះមិនមានខូចខាតអ្វីទេការដែលកូនចេះក្រែងចិត្តអ្នកដទៃនោះគេក៏នឹងក្រែងចិត្តកូនវិញដែរហើយគេសប្បាយចិត្តនឹងអនុញ្ញាតហើយគេអាចទ្រាំបានក្នុងកិច្ចការដែលកូនធ្វើនោះគឺគេមិនក្តៅក្រហាយចិត្តដោយគិតថាកូនរំខានគេនោះឡើយសូមឲ្យកូនយកចិត្តគេមកដាក់ចិត្តកូនមានខ្លួនឯងជាឧបមាចិត្តយើងចិត្តគេកុំធ្វើអ្វីតាមតែចិត្តខ្លួនឯងឲ្យសោះសូមឲ្យកូនចាំទុកថាការក្រែងចិត្តជាសម្បត្តិរបស់មនុស្សល្អជាក្រមួនស្នេហ៍ជាមេរយាទក្នុងសង្គមនិងជាសុជីវធម៌ធ្វើមិនឲ្យតោះចិត្តអ្នកដទៃផងលើកតួយ៉ាងដូចជានៅក្នុងបន្ទប់ប្រជុំឬកន្លែងសម្ដែងធម៌ទេសនាអ្នកដទៃគេតាំងចិត្តស្ដាប់តែយើងគិតតែជជែកធ្វើឲ្យអ្នកដទៃរំខានតិចយើងប្រកបអាជីពឬក៏ជួសជុលអ្វីដែលនាំឲ្យមានសម្លេងរំខានដល់អ្នកជិតខាង
ធ្វើឲ្យគេក្រៅកាហាយចិត្តដូចនេះយើងត្រូវក្រែងចិត្តត្រូវប្រាប់គេខ្លះផងយកចិត្តគេផងបើនឹងត្រូវធ្វើយូរក៏ត្រូវតែក្រែងចិត្តគេឲ្យខ្លាំងយ៉ាងនេះនឹងមិនមានរឿងអ្វីច្រើនទៅនោះទេកូនកុំគិតបែបអ្នកលេងថាមានរឿងក៏មានការគិតបែបនេះជាការគិតរបស់មនុស្សឃើញតែពីបានគិតតែពីខ្លួនឯងមិនគិតដល់ចិត្តថ្លើមអ្នកដទៃផងចូលកូនកុំគិតយ៉ាងនេះឡើយវាជារឿងដែលគួរឲ្យអៀនខ្មាស់ណាស់បថុជននៅល្ងងលងក្នុងកិលេសដូច្នេះចូលប្រឹងកុំខឹងពេះវាខ្សែគប់បណ្ឌិតពេតកុំរយាលកុំខ្ជិលដេកត្រៀលកុំអួតខ្លួនឯងមើលចុះភ្នំធំក៏គង់រលាយទឹកបឹងទាំងឡាយហួតដោយសូរសែងខ្លួនយើងតូចម្លឹងត្រូវប្រឹងកោតក្រែងកុំលើកខ្លួនឯងត្រូវក្រែងចេះគេទោះបីទ្រង់គ្រឿងរុងរឿងដោយយសដើរអួតរឹកខ្ពស់យសសូនតទេទ្រង់ចិត្តដោយធัวកាយមិនទំនេរមកកត់សិលលើសេគេឯងបានសព15ប្រយ័ត្នពាក្យផ្អែមកូនជាទីស្រឡាញ់កូនគួរប្រយ័ត្នពាក្យនិយាយរបស់អ្នកដទៃដោយចំពោះពាក្យផ្អែមល្ហែមទឹកអំពៅទឹកត្នោតដែលមានរសផ្អែមកាលបើទុកយូរទៅក៏ត្រូវផ្សំនឹងមេផងក៏คล้ายទៅជាទឹកស្រវឹងយ៉ាងណាមិញពាក្យសម្ដីផ្អែមល្ហែមរបស់មនុស្សខ្លះក៏អាចធ្វើឲ្យយើងស្រវឹងបានយ៉ាងនោះដែរការបើស្រវឹងហើយក៏ធ្វើឲ្យវង្វេងភ្លេចខ្លួនបាត់បង់ស្មារតីខូចប្រកដីដែលធ្លាប់តែរៀបសាររហូតដល់តែមានពេលខ្លះត្រូវអស់មាសអស់ប្រាក់ទៀតផងព្រោះជឿពាក្យផ្អែមល្ហែមរបស់គេចូលកូនពិចារណាឲ្យបានល្អអ្នកណាមកនិយាយផ្អែមល្ហែមលើកតម្កើងកូនថាកូនល្អយ៉ាងនេះប្រកែយ៉ាងនោះកូនត្រូវតែប្រយ័ត្នឲ្យមែនទែនកុំប្រញាប់ស៊ីជោរីករាយសប្បាយភ្លេចខ្លួនឲ្យសោះបើកូនមិនស្រវឹងនឹងពាក្យផ្អែមល្ហែមរបស់អ្នកអតីតទេកូននឹងមិនក្តៅក្រហាយស្ដាយក្រោយឡើយត្រីដែលស្លាប់ទៅហើយមកចំណែកនោះព្រោះត្រូវគេបញ្ឆោតដោយនុយដោយលំនៅឋានជាដើមបើវាមិនតាក់ចិត្តជាប់នឹងគ្រឿងបញ្ឆោតទេវាក៏មិនស្លាប់ដែរក្នុងរឿងនេះកូនត្រូវចេះប្រយ័ត្ននឹងអ្វីគ្រប់យ៉ាងមិនចំពោះតែពាក្យសម្ដីផ្អែមល្ហែមរបស់អ្នកដទៃប៉ុណ្ណោះឡើយពោលគឺប្រយ័ត្នចំពោះគ្រឿងបោកបញ្ឆោតក្នុងលោកកុំឲ្យស្លាប់ដោយត្រីដែលជាប់នុយនោះកូនហើយប្រយ័ត្នគឺជាស្មារតីប្រយ័ត្ននឹងអ្វីគឺល្អទាំងអស់កូនត្រូវចាំពាក្យក្នុងសិភៅកូនមេឪពុកថាភ្លេចអ្វីភ្លេចបានតែបើភ្លេចប្រាណឈានធ្លាក់រណ្ដៅបើបានជាផ្្លាត់មិនតន់ធ្លាក់ជ្រៅប្រឹងឡើងណាពើកុំនៅនំជ្រុលខូចអ្វីមិនគ្រោះតែបើខូចឈ្មោះមិនងាយជួសជុលកូនត្រូវប្រយ័ត្នកុំងប់ងងុលកាមជាគ្រឿងពុលខូចអស់ទាំងខ្លួនខូចខ្លួនខូចឈ្មោះខូចនេះពេញគ្រោះរស់លេងសុបសួនតែទោះយ៉ាងណាកុំឲ្យខូចផ្ទួនត្រូវប្រឹងកែខ្លួនកុំចោលអាត្មាចោលអ្វីចោលបានតែកុំចោលប្រាណក្នុងវដ្តសង្សារព្រោះតែលោកនេះឥតមាននរណាជួយស្រង់អាត្មាក្រៅពីខ្លួនឡើយកូនត្រូវរក្សាការពារអាត្មាឲ្យបានដល់ត្រើយដោយការប្រយ័ត្ននឹងមិនកន្តើយប្រយ័ត្ននឹងហើយជាព្រះក្នុងខ្លួនប្រយ័ត្នជាម្ដាយញ៉ាំងគុណទាំងឡាយឲ្យកើតមកមួនអត់ធន់ជាឪរក្សាគ្រងស្ងួនគុណធម៌ក្នុងខ្លួនដោយខែខាងខ្នើតខន្តីដោយថ្នាំលេបជាប្រចាំរសជាតិល្វីងឆើតលំបាកទ្រាំណាស់លុះដល់ផលកើតរសជាតិល្វីងឆើតមានគុណក៏ផង16សរសើរនន្ទាជាខ្យល់មាត់កូនជាទីស្រឡាញ់ពេលមានអ្នកអតីមកនន្ទាឬសរសើរកូនកូនត្រូវតាំងសតិឲ្យល្អកុំបណ្ដោយទៅតាមខ្យល់មាត់របស់គេជាដាច់ខាតកូនត្រូវគិតមើលតើពាក្យសរសើរឬក៏នន្ទានោះវាពិតឬក៏យ៉ាងណាអាក្រក់តាមគេថាដែរឬទេបើថាពិតយ៉ាងនោះមែនក៏មិនគួរខឹងក្រោធនឹងគេបើថាមិនពិតទេគ្រាន់តែកូនគិតថាគេមិនស្គាល់ឬក៏មិនដឹងរឿងរបស់កូនតាមពិតប៉ុណ្ណឹងទៅដូច្នេះរឿងរ៉ាវក៏មិនរៀលដាលទៅជាធំដុំអ្វីឡើយយ៉ាងទៀតបើថាកូនល្អតាមការសរសើររបស់គេមែនក៏បញ្ជាក់ថាគេដឹងរឿងរបស់កូនតាមពិតគ្រាន់តែប៉ុណ្ណឹងឯងតែបើមិនល្អដោយគេសរសើរទេកូនក៏មិនគួររីករាយសប្បាយចិត្តព្រមទទួលយកអ្វីដែលមិនមែនជាការពិតនោះដែរបើគិតបាន
ធ្វើចិត្តបានដោយពលមនេះក៏រមែងមិនមានអាការៈឡើងចុះទៅនៃចិត្តដែលអ្នកទេនន្ទេឬក៏សរសើរនឹងឯងនន្ទេឬក៏សរសើរគ្រាន់តែជាខ្យល់មាត់របស់មនុស្សដែលបក់ផាត់មកដល់ហើយក៏ហួសទៅវាមិនអាចធ្វើឲ្យយើងល្អឬអាក្រក់បានឡើយអ្នកណាវង្វេងទៅជាមួយនឹងពាក្យសរសើរឬនន្ទាអ្នកនោះនឹងកើតរោគស័យប្រសាទឬរហូតដល់វិកលចរិតជាពិតប្រកបរំខាននៅពេលគេដើរហាលថ្ងៃគេថាថ្ងៃក្តៅអាក្រក់ណាស់លុះដល់គេហាលអស់ឬហាលសម្ពុតគេថាថ្ងៃក្តៅល្អមានអ្វីប្រកបចិត្តនោះលោកត្រូវគ្រប់យ៉ាងនិងគ្រប់គ្នាទៅកូនត្រូវចាំពាក្យក្នុងសិភៅម៉ែប្រច័ណ្ឌនឹងថ្ងៃអត់មានដឹងអ្វីតែត្រូវប្រុសស្រីនន្ទាសរសើរពពករស័ព្ទដូចមានស្លាប់ហើភ្លៀងខ្យល់ដេកដើរគេថាទាំងអស់បួសជាព្រះសង្ឃនៅគេរិះគន់ធ្វើចោលលួចផ្លោះត្រាស់ជាប្រពុតនៅគេមិនស្មោះធัวល្អឥតខ្ចោះគង់មានគេស្អប់សរសើរនន្ទាមានពីបុរាណកាន់យកមិនបោះកប់បើកូនតាមប្រាជ្ញកូននឹងមានផប់ត្រូវមួយខុស10កុំយកខាងច្រើន17សម្លឹងមនុស្សល្អឬក៏អាក្រក់កូនជាទីស្រឡាញ់ការដែលកូនលើកតម្កើងឬក៏ព្រមទទួលនរណាថាជាមនុស្សល្អនោះកូនត្រូវសម្លឹងមើលឲ្យបានសពគ្រប់នឹងឲ្យជាក់ច្បាស់ជាមុនកូនត្រូវសម្លឹងមើលឲ្យបានយូរខែយូរឆ្នាំកុំគិតតែចំពោះមុខកូនតែប៉ុណ្ណោះគេអាចល្អចំពោះមុខកូនគឺគេអាចជួយកូនគេនិយាយល្អរកកូនជាដើមរហូតឲ្យកូនមិនបានមើលឲ្យសពគ្រប់កូនគឺគិតថាគេជាមនុស្សល្អចឹងទៅតាមពិតមនុស្សដែលល្អចំពោះកូនមិនតាន់ប្រកាសថាគេជាមនុស្សល្អពិតនោះទេព្រោះគេអាចសម្លឹងអ្វីពីកូនឬកូនអាចធ្វើនៅអ្វីដែលគេត្រូវការឲ្យគេបានឬយ៉ាងហោចព្រោះកូនមិនបានទៅចំទាស់នៅផលប្រយោជន៍អ្វីរបស់គេទៅគេធ្វើល្អនឹងកូនពុំនោះសោតទេព្រោះកូនជាប្តីជាប្រពន្ធឬក៏ជាបងប្អូនជាមួយនឹងគេមនុស្សដែលល្អពិតនោះគឺល្អចំពោះកូនផងល្អចំពោះអ្នកដទៃផងមានទំនួងដូចគ្នាដែរដែលគេធ្វើល្អចំពោះអ្នកដទៃតែមិនបានធ្វើល្អចំពោះមកលើកូនគឺមិនមែនបានសេចក្តីថាគេជាមនុស្សមិនល្អនោះទេនោះដែលមិនល្អនោះគឺត្រូវមិនល្អទាំងចំពោះកូនផងទាំងចំពោះអ្នកដទៃផងដែលម៉ែឪលើកយករឿងនេះមកប្រាប់កូនក៏ដើម្បីឲ្យកូនដឹងទុកតទៅខាងមុខនឹងបានកូនប្រយ័ត្នប្រយែងមិនចេះតែជឿគេងាយមិនត្រូវបានគេបោកបញ្ឆោតយ៉ាងទៀតបានពលរោគអ្នកដទៃណាថាគេជាមនុស្សល្អឬក៏មិនល្អដោយងាយនោះម៉ែឪមិនចង់ឲ្យកូនសម្លឹងមើលមនុស្សឬផ្នែកអាក្រក់ខាងមកខាងនោះឯង18ឆ្នាំរក្សាចិត្តកូនជាទីស្រឡាញ់ដែលឈ្មោះថាជាសេចក្តីទុកហើយគឺមិនមាននរណាប្រាថ្នាឡើយរមែងមានសេចក្តីទុកជាប់តាមមានសេចក្តីទុកខ្លាំងមានទុកតិចចេះតែមានជាធម្មតាទាំងដែលគ្រប់គ្នាមិនប្រាថ្នានោះឯងសេចក្តីទុកមានពីរយ៉ាងគឺទុកផ្លូវកាយនិងទុកផ្លូវចិត្តទុកផ្លូវកាយរងាប់បានដោយអាហារគ្រឿងស្លៀកពាក់ទីនៅអាស្រ័យថ្នាំកែរោគឯចំណែកទុកផ្លូវចិត្តវិញត្រូវរក្សាព្រះធម៌ជាឆ្នាំកែរោគផ្លូវចិត្តជាឆ្នាំកម្លាំងមានសុខភាពល្អនិងជាទីពឹងផ្លូវចិត្តយើងកាលដែលមានរោគផ្លូវកាយបានអាហារបានថ្នាំជាដើមមកបរិភោគថែរក្សាក៏ស្ងប់រងាប់ទៅនៅរោគផ្លូវកាយនោះឯចំណែកចាំបាច់ត្រូវតែ
យកព្រះធម៌មកថែរក្សាទៅបានក្តីនេះកូនត្រូវតែយល់ឲ្យបានច្បាស់មនុស្សណាដែលមិនឃើញការពិតដូច្នេះមនុស្សនោះនៅពេលមានក្តីទុក្ខផ្លូវចិត្តកើតឡើងក៏រមែងជាទុក្ខដោយប្រះចាកទីពឹងសោកសៅពោលរៀបរាប់ឬក៏ស្រែកលោឡាបន្ទោសនេះបន្ទោសនោះណែកមនុស្សដែលមានបញ្ញាដឹងក្តីទុក្ខផ្លូវចិត្តថាជារោគរមែងស្ដាប់រៀនសិក្សាពធពិចារណានិងបរិបត្តិទៅតាមព្រះធម៌ដើម្បីរក្សារោគចិត្តរបស់ខ្លួនដូចជាការរក្សារោគផ្លូវកាយដែរលុះហើយក៏ជាអ្នកមានព្រះធម៌ជាទីពឹងសូម្បីជួបប្រទះជាមួយនឹងសេចក្តីទុក្ខក៏អាចកម្ចាត់ទុក្ខក្នុងចិត្តបាននិងរកសេចក្តីសុខបាននៅក្នុងជីវិតដែលជាសុខប្រសិទ្ធៈការព្យាបាលរោគផ្លូវកាយមិនរើសវ័យថាឲ្យតែមានជំងឺគឺត្រូវតែព្យាបាលយ៉ាងណាការរក្សាចិត្តដោយប្រធមនោះយើងមានលោហៈជារោគប្រចាំចិត្តនាំឲ្យប្រព្រឹត្តបាបដូច្នេះកូនត្រូវតែមាននៅថ្នាំគឺប្រធមឲ្យបានជាប្រចាំផងដែរទោះជាកូនស្ថិតនៅក្នុងវ័យណាក៏ដោយកូនត្រូវតែរក្សាចិត្តឲ្យជាតែបានជាសះស្បើយអស់ទុក្ខអស់ចូលកូនប្រខាត់ឲ្យមានការយល់ដឹងទីបំផុតកូននឹងដឹងថាព្រះធម៌នោះល្អយ៉ាងណាចូលកូនពិចារណានៅកំណាព្យនេះរូបសល្អរៀងគួរស្រឡាញ់តែជាមិនយូរប៉ុន្មានរូបជរាឯចិត្តល្អជាមិនចាស់ឡើយចូលកូនប្រុសស្រីកុំបំភ្លេចធัวថ្លៃជាងពេជ្រនាំដល់ត្រើយមានរូបមានរោគឥតស្រាកស្បាយកូនហើយព្រះធម៌មិនចេះឈឺបើកូនរៀនធម៌អប់រំចិត្តកូនភ្លឺជីវិតត្រូវស្លាប់រូបត្រូវឈឺប៉ុន្តែចិត្តភ្លឺមិនស្លាប់19ការគ្រប់គ្រងចិត្តមនុស្សកូនជាទីស្រឡាញ់ជាវាយនេះដែលមានចិត្តល្អមានយុត្តិធម៌ចេះយល់ចិត្តយល់ថ្លើមនឹងជាគ្នាឯងជាមួយកូនមិនយកព្រៀបមិនរចៅក្តៅក្នុងចិត្តនៅសេចក្តីទីចំពោះមុខទាំងរោគចង់គុណធម៌ដល់ជាផងមានឱកាសបានគេឬគេបីនេះឲ្យសូនប្រធ្វើក្រៅបាញ់ក៏ក្តៅបាញ់ទៅនៅខាងពេកហើយការឡាយតែនោះអ្នកគ្រប់គ្រងគេប្រើតែព្រះដឹងនោះចេះខ្លាចនឹងប្រើព្រះគុណឯកមនុស្សទាំងផងក្រែងមកជាថាទាំងកាយទាំងធំចិត្តមនុស្សទាំងកោតកាយអំណាចពិតប្រតាំងនៅភាពកក់ជាសំខាន់តែបង្កប់ស្រឡាញ់មេការយកជាការបបប្រើប្រាស់ពាក្យពីអភ័យបីដូចឪពុកម្ទាំងទោះដូចស្មារតីជាដើមបើកូនត្រូវការនឹងគ្រប់គ្រងចិត្តមនុស្សកូនត្រូវចេះសង្គ្រោះចេះឲ្យនៅអ្វីដោយក្តីមេត្តាករុណាហើយត្រូវឲ្យជារឿយទៀតផង20ការទទួលខុសត្រូវកូនជាទីស្រឡាញ់ការកូនធ្វើការងារជារបស់ខ្លួនឯងឬការបាននៅការងារដែលអ្នកដទៃប្រគល់ឲ្យធ្វើចំណុចសំខាន់ដែលកូនត្រូវយកចិត្តទុកដាក់ខ្លាំងបំផុតគឺការទទួលខុសត្រូវការទទួលខុសត្រូវគឺការដែលមាននៅការតាំងចិត្តមានភាពប្រកបក្នុងចិត្តដើម្បីនឹងធ្វើនៅការនោះដើម្បីឲ្យការទាំងនោះសម្រេចទៅដោយរៀបរយល្អនិងតាន់តាមពេលដែលបានកំណត់ទុកអ្នកទទួលខុសត្រូវក្នុងការងារមិនចាំបាច់ឲ្យអ្នកណាមករំលឹកដាស់តឿនមកបង្ខំជារឿយនោះឡើយរមែងជាអ្នកដាស់តឿនខ្លួនឯងជានិច្ចមានស្មារតីដឹងថានេះជាការងារដែលខ្លួនត្រូវធ្វើមនុស្សដែលចេះទទួលខុសត្រូវក្នុងការងារគឺជាមនុស្សដែលពួកគណៈត្រូវការហើយប្រទេសជាតិក៏ត្រូវការដែរមនុស្សចេះទទួលខុសត្រូវរមែងចម្រើនក្នុងការងារជីវិតឈានទៅរកភាពរុងរឿងប្រសើរឡើងផ្ទុយពីមនុស្សដែលខ្វះស្មារតីទទួលខុសត្រូវមនុស្សដែលខ្វះស្មារតីទទួលខុសត្រូវរមែងលេះលោះក្នុងការងាររបស់ខ្លួនមិនគោរពតួនាទីរបស់ខ្លួនធ្វើការងារអ្វីបែបមិនពេញចិត្តរើសអើងក្នុងការងារចង់តែសនុកស្រួលចង់តែបានប្រាក់ចង់តែពជាលើគេឡា
កូនយល់ដឹងក្នុងរៀងនេះហើយកូនត្រូវវឹកហាត់ឲ្យជាមនុស្សចេះទទួលខុសត្រូវវិធីវឹកហាត់មិនជាលំបាកប្រហែលទេគឺផ្ដើមដោយការដាស់តឿនខ្លួនឯងឲ្យបានជាមុនដាស់តឿនខ្លួនឯងថានេះជាតួនាទីរបស់យើងជាការងាររបស់យើងជារឿងរបស់យើងដែលខ្លួនយើងនឹងត្រូវចាត់ចែងធ្វើលុះដល់ពេលចុះដៃធ្វើកូនត្រូវព្យាយាមធ្វើឲ្យបានល្អជាទីបំផុតធ្វើឲ្យពេញសមត្ថភាពដែលមានបញ្ចេញកម្លាំងបញ្ចេញការចេះដឹងឲ្យពេញទីហើយផលដែលត្រូវទទួលបានក៏នឹងកើតឡើងដល់ខ្លួនឯងគឺកូននឹងបានទទួលផលដោយត្រង់ការដាស់តឿនខ្លួនឯងជានិច្ចជាការរមែងធ្វើឲ្យភាពនៃការទទួលខុសត្រូវសន្សិនកើតឡើងដល់កូនលុះដល់យូរទៅកូនក៏នឹងក្លាយទៅជាអ្នកចេះទទួលខុសត្រូវម្នាក់ដ៏ប្រសើរកូនចម្លាញ់ទ្រព្យសម្បត្តិមិនមែនជារបស់ចាំបាច់ក្នុងការដែលឪពុកម្ដាយត្រូវប្រគល់ឲ្យកូននោះទេចំណេះដឹងនិងការប្រព្រឹត្តល្អព្រមទាំងការចេះទទួលខុសត្រូវតែប៉ុណ្ណោះដែលគួរជាទីបំផុតក្នុងការដែលម៉ែឪត្រូវប្រគល់ឲ្យដល់កូនចម្លាញ់21ឱកាសមាសកូនជាទីស្រឡាញ់មនុស្សខ្លះមានអំណាចមានវាសនាបារមីខ្លាំងក្លាមានឱកាសបានទៅអង្គុយក្នុងស្ថានទីខ្ពស់ដែលល្មមនឹងធ្វើអ្វីជាប្រយោជន៍ឲ្យមានការចម្រើនដល់សង្គមនិងប្រទេសជាតិបានប៉ុន្តែបែរជាមិនបានធ្វើទៅវិញធ្វើឲ្យខូចនៅឱកាសមាសដ៏យ៉ាងគួរឲ្យស្ដាយដែលគាត់មិនបានធ្វើមុខតែមកអំពីគាត់មិនបានគិតពិចារណាដល់ឱកាសមាសពិតប្រាកដគិតបានត្រឹមតែថាតំណែងតួនាទីដែលខ្លួនបានទទួលនេះជាកិត្តិយសគេឈ្មោះចំពោះខ្លួននិងជាផ្លូវនៃការបានមកនៅលៀបផ្ទាល់ខ្លួនប៉ុណ្ណោះម្ល៉េះហើយគាត់ក៏សម្ដៅទៅរកតែការរក្សាកិត្តិយសនិងប្រយោជន៍របស់គាត់ទៅម្យ៉ាងទៅតាមការពិតប្រសិនបើគាត់ប្រើប្រាស់ឱកាសមាសក្នុងគណៈនោះសាងនៅរបស់ល្អស្នាដៃល្អឲ្យដល់ប្រទេសជាតិនិងទុកជាទីរលឹកក្នុងជីវិតនោះឯងគឺជាកិត្តិយសនិងប្រយោជន៍ដ៏សំខាន់ផ្ទាល់ខ្លួនគាត់រហូតដល់អស់ការជាអង្វែងទោះបីចេញចាកពីតំណែងនោះទៅហើយក៏ដោយមនុស្សទាំងឡាយគេនៅតែពោលដល់គាត់ដោយការលើកតម្កើងសម្រាប់ខ្លួនកូនវិញបើមានឱកាសបានឡើងទៅកាន់ឋានៈពងពោះយ៉ាងណាមួយនោះគឺកុំភ្លេចខ្លួនឲ្យសោះកូនត្រូវប្រើឱកាសមាសនោះសាងនៅប្រយោជន៍សាងនៅអ្វីដែលជាទីរលឹកឲ្យដល់មនុស្សជាតិដើម្បីទុកជាស្នាដៃដែលអ្នកដទៃក្នុងសង្គមជាតិអាចទទួលយកបានដោយសេចក្តីរំភើបរីករាយកូនត្រូវគិតជានិច្ចបើកូនមានបុណ្យបាននៅឋានៈពងពោះមេនោះកូនត្រូវតាំងចិត្តធ្វើឲ្យសម្រេចតាមដូចដែលម៉ែឪបានផ្ដាំបើមិនយ៉ាងនោះទេឋានៈតំណែងនោះនឹងធ្វើឲ្យកូនខូចនៅឱកាសមាសនឹងអាចធ្វើឲ្យកូនខូចខ្លួនខូចប្រាណដោយមិនដឹងខ្លួនទៀតផង22កុំតិចស្រាលកូនជាទីស្រឡាញ់ក្នុងពេលសន្ទនាគ្នានោះរមែងកិច្ចមិនផុតអំពីការលើកយកបុគ្គលនេះបុគ្គលនោះមកនិន្ទាឬក៏ពិចារណាថាយ៉ាងនេះយ៉ាងនោះឡើយកូនត្រូវហាត់ធ្វើចិត្តឲ្យធ្ងន់ក្នុងរឿងនេះព្រមទាំងឲ្យធ្ងន់តិចផងពោលគឺកុំជាមនុស្សតិចស្រាលជឿពាក្យនិយាយរបស់អ្នកណាងាយនោះដោយចំពោះយ៉ាងសំខាន់បើកូនជាអ្នកធំជាអ្នកបង្កប់វិជ្ជាជាមេដឹកនាំឬជាមេគ្រួសារកូនត្រូវតែប្រយ័ត្នឲ្យណាស់ព្រោះមានមនុស្សខ្លះនិយាយដោយមិនទទួលខុសត្រូវនិយាយទៅតាមតែចិត្តដែលចង់និយាយមិនគិតដល់ផលដែលប៉ះពាល់ទៅលើអ្នកដទៃថាតើអ្នកដទៃក្តៅក្រហាយឬក៏ខូចកេរ្តិ៍ឈ្មោះយ៉ាងណាអ្នកខ្លះនិយាយព្រោះតែស្រួលមាត់ចង់ឃើញអ្នកស្ដាប់យកចិត្តទុកដាក់នឹងស្ដាប់ឬក៏ភ្ញាក់ផ្អើលទៅតាមពាក្យនិយាយរបស់ខ្លួនអ្នកខ្លះនិយាយព្រោះត្រូវការឲ្យគេបែកបាក់គ្នាខ្លះទៀតក៏និយាយព្រោះចង់សកត់សកិនគេឡាក់មានសពមានគ្រប់រឿងរ៉ាវក្នុងពាក្យសម្ដីរបស់អ្នកនិយាយកូនស្ដាប់មនុស្សទាំងឡាយនិយាយហើយកូនត្រូវថ្លឹងថ្លែងឲ្យល្អកុំប្រញាប់ជឿត្រូវទុកពាក្យសម្ដីរបស់អ្នកដទៃនឹងតិចសិនចុះកុំតាន់យកមកប្រើការត្រូវពិសោធន៍ត្រូវពិចារណាឲ្យបានសពគ្រប់ដូច្នេះកូននឹងមិនបានខូចចិត្តមិនបានក្តៅក្រហាយក្នុងការជាខាងក្រោយឡើយមនុស្សតិចស្រាលឆាប់ជឿគេពេករមែងធ្វើឲ្យខ្លួនឯងក្តៅក្រហាយស្ដាយក្រោយខូចគេឈ្មោះមិនជាទីរាប់អានរបស់អ្នកអតីបែបនេះមានច្រើនអ្នកណាស់មកហើយយ៉ាងទៀតមនុស្សតិចស្រាលនោះរមែងធ្វើឲ្យភិយាស្វាមីខ្លួនឯងលែងលះគ្នាចែកផ្លូវគ្នាធ្វើឲ្យគ្រួសារដួលរលំនៅមិនបានសពពំនុសោតត្រូវសង្ស័យគ្នាឬក៏ត្រូវក្រៀមក្រំចិត្ត
ជាដើមបែបនេះក៏មានច្រើនមកហើយដែរដូច្នេះកូនត្រូវប្រយ័ត្នខ្លួនទុកជាមុនទៅជាការល្អ23ការប្រើមនុស្សកូនជាទីស្រឡាញ់ការប្រគល់កិច្ចការឲ្យមនុស្សទៅធ្វើដែលជាទូទៅគេតែនិយាយថាប្រើមនុស្សនោះគឺត្រូវមើលឲ្យល្អជាទីបំផុតត្រូវមើលទាំងមនុស្សត្រូវមើលទាំងការងារពោលគឺត្រូវប្រើមនុស្សឲ្យសមជាមួយនឹងការងារអ្នកណាជំនាញខាងអ្វីធ្លាប់មានពិសោធន៍យ៉ាងណាធ្លាប់ជួបប្រសពហេតុការណ៍យ៉ាងម៉េចរួមទាំងការចេះដឹងនិងការទទួលខុសត្រូវផងការបើប្រើមនុស្សបានសមប្រកបនឹងការងារក៏នឹងធ្វើឲ្យការងារដើរទៅមុខមិនមែនស្ទះបើសិនបើប្រើមនុស្សខុសមិនត្រូវគ្នានឹងការងារទេនោះឬប្រើមនុស្សដែលខ្វះនៅគុណសម្បត្តិប្រើព្រោះតែយល់មុខគ្នាឬប្រើដោយមិនបានពិចារណាដោយល្អិតល្អន់ក្រៅអំពីធ្វើការងារមិនដើរមិនចម្រើនហើយនៅអាចធ្វើឲ្យកើតសេចក្តីអន្តរាយទៀតផងមានតួយ៉ាងជាឧទាហរណ៍ឲ្យឃើញមិនតិចទេដែលអ្នកធំជ្រើសរើសប្រើមនុស្សមិនសមនឹងការងារធ្វើឲ្យការងារនោះមិនមានដំណើរការកន្លែងខ្លះប្រើមនុស្សដែលជាបពពួកឬប្រើមនុស្សដែលនៅជាមួយជាមនុស្សដែលខ្វះនៅគុណសម្បត្តិឲ្យទៅធ្វើនាំឲ្យខូចការងារនោះមានការងារខ្លះជាការងាររបស់ប្រទេសជាតិទៀតផងដោយពោលមកនេះកាលបើកូននឹងប្រើអ្នកណានឹងប្រគល់កិច្ចការឲ្យទៅអ្នកណាកូនត្រូវពិចារណាដោយល្អអ្នកណាក៏ដោយទោះបីគេមិនមែនជាបពពួករបស់កូនឬគេមិនមានការចេះដឹងថាមិនសូវច្រើនមែនប៉ុន្តែគេធ្លាប់មានពិសោធន៍ទាំងធ្លាប់បានជួបប្រសពនៅហេតុការណ៍ទាំងដែលមាននៅការទទួលខុសត្រូវផងនោះគឺគេអាចធ្វើការងាររបស់កូនសម្រេចទៅបានដោយល្អអ្នកនោះកូនគួរប្រើគេល្អជាងប្រើបពពួកគ្នាឯងដែលមិនបានការកូនមិនត្រូវយកការងារមកប្រមាថទេពោលគឺមិនត្រូវប្រមាថធ្វេសប្រហែសក្នុងការងារឡើយបើកូនមានការធ្វេសប្រហែសហើយកូននឹងដួលរលំជាមួយនឹងការងារជារំខានមិនចាំបាច់ពោលដល់អ្នកដែលចេះស្ទើរនោះឡើយសូម្បីអ្នកដែលចេះស្ទាត់ក្នុងការងារហើយក៏ដោយក៏ត្រូវដួលរលំដែរព្រោះតែប្រមាថធ្វេសប្រហែសដូចជាមនុស្សងងខ្លៅសរុបមកជាមួយនឹងការងារគឺកូនកុំប្រមាថធ្វេសប្រហែសកុំប្រថុយកុំអាងថាមិនអីត្រូវតែហ្មត់ចត់និងប្រយ័ត្នប្រយែងជាទីបំផុតមនុស្សថ្លៃជាងប្រាក់សុចរិតថ្លៃជាងពេជ្រកុំបំភ្លេចចោលខ្លួនប្រាណមនុស្សថ្លៃពុនប្រមាណកុំចោលប្រាណដូរយកប្រាក់ចោលប្រាណស្មើលក់ខ្លួនឪពោលផ្ទួនឲ្យប្រចាក់មនុស្សយើងថ្លៃជាងប្រាក់ត្រូវទុកដាក់ខ្លួនឲ្យល្អ24របៀបវិន័យកូនជាទីស្រឡាញ់ផ្កាដែលគេរៀបដាក់នៅក្នុងថូជាដើមកាលណាឃើញក៏សរសើរថាស្អាតនោះគឺថាវាអាស្រ័យនៅលើអ្នកដែលរៀបចំចាត់ចែងឲ្យមានរបៀបផ្កាប្រភេទខ្លះសំបីមិនសូវស្អាតតែបើអ្នកតាក់តែងរៀបចំផ្កាក៏អាចតាក់តែងឲ្យបានស្អាតបានដែរទុយមកវិញសំបីផ្កានោះស្អាតយ៉ាងណាក៏ដោយតែដល់មនុស្សមិនចេះរៀបចំទេក៏ធ្វើឲ្យទៅជាសំណុំបាច់ផ្កាធម្មតាមិនគួរឲ្យចង់គួយគន់ឡើយរបស់របរសម្រាប់ប្រើប្រាស់ក្នុងផ្ទះក៏មានដូចគ្នាដែរគឺពិតជាអាចធ្វើឲ្យផ្ទះស្អាតល្អទៅបានបើម្ចាស់ផ្ទះចេះរៀបចំតាក់តែងនោះយើងក៏ដូចគ្នានឹងបានទៅជាមនុស្សដែលគួរឲ្យគយគន់និងគួរឲ្យគោរពរាប់អានឬគោរពជ្រះថ្លាក៏ព្រោះថាម្ចាស់ខ្លួនចេះរៀបចំឲ្យមានរបៀបរៀបរយនោះឯងដែលហៅថារបៀបវិន័យមិនថាតែផ្កាឬក៏របស់របរក្នុងផ្ទះឡើយជាពិសេសសំខាន់បំផុតគឺមនុស្សយើងនឹងឯងហើយដែលទៅជាល្អស្អាតបាននោះព្រោះតែការចាត់ចែងឲ្យមានរបៀបគឺជាសិល្បៈដែលមានការរៀបរយល្អស្អាតគួរឲ្យទស្សនាដូច្នេះមនុស្សយើងទៅគួរប្រព្រឹត្តឲ្យមានរបៀបវិន័យដើម្បីគ្រប់យ៉ាងបានល្អប្រពៃកូនហើយដុំឈើមួយដុំវាជាអង្កត់អស់មែនហើយបើគេមិនឆ្នៃវាទេនោះប៉ុន្តែដុំឈើមួយដុំនោះវាទៅជារបស់មានតម្លៃកាលណាបើឆ្នៃល្អហើយរឹតតែល្អរឹតតែថ្លៃហើយបើឆ្នៃបើឆ្លាក់ឲ្យទៅជាព្រះពុទ្ធបរិមាពុទ្ធរូបនោះអ្នកផងទាំងពួងគេថ្វាយបង្គំដោយពិតកូនត្រូវតែយល់ហើយកូនត្រូវតែអញ្ចឹងឯងទោះបីមានការខ្វះខាតអ្វីផ្សេងខ្លះតែកូនកុំឲ្យខ្វះរបៀបវិន័យក្នុងខ្លួនឡើយធ្វើអ្វីឲ្យមានរបៀបកុំអត់របៀបឲ្យសោះ
จัดใจครูนไอ้อ่อยเมียนระเบียบเรียบร้อยจำพวกเปรเบลีจำพวกกาเงี้ยในขนมชีวิตประจำไงหายจำพวกเจี๊ยบปีเสคือโจขนมสังคมนังไอ้ในขนมสังคมโลกเยอะนี่บะโกนเจียมนุปราศจากระเบียบปีนี้โกนนังเจียมนุได้เมียนสไนในขนมกระสายเพลงบ้านเนี่ยเตยบานยังไม่ตายโดยเฉพาะโกนเตยแต่เรียนเตยแต่ว่าคัดเนื้อไว้ได้เชื่อสิกได้ละอครบยานโดยเฉพาะคัดไอ้ครูนเมียนระเบียบปีนี้นี่เจดามนี่ไอ้เจกาก็สร้างครูนเฟอละอบานละอบอบอเพศัตกุนทัวขนมจัดชีวิตอดดำกุนทัวจำรานการโปรสันซอมสมาร์ไดขัดขอมก่อสร้างอาตมาทมอบพนมกัวเชอดาเลอแอดไกรลูกดาลตะแตงวิจัดราชนาเอาเตยเจียเปรปุถแทบปริมามนุษย์นองโลกากรบวันเตียมนุษย์ละอฉละขลุ่นดอยทั่ววินัยปฏิบัติรอไงวิสัยเนี่ยเจียกายเวจาจัดอัดอ่างครุบเครียปฏิบัติโบยเจียครุบเครียกรรมการมาเพย์ปรำกาจะเจเรื่องรูโกนจะตีสลันน้องกาเนยจะมวยเคลียมันท่าเนยระเบียบจีเม็ดหรือเจียเพยเยสวาไม่ลายระเมงเมียนเนยระบอมวยหมอกเชรตรองกระดาษจีเน็กบอกนู้คือกาโยลขอกเคลียเจ็บได้อยู่ปนหนึ่งเคลียหาอยู่บนติดเตยชรันแต่โยลขอกเคลียเงี้ยมันท่าเรื่องโต้หรือก่อเรื่องทอมไล่ให้ไทม์เตียงยักยอบเชียงเรื่องเอาไว้จังอ้อเตียดพองโจกมเพล็กท่ากาโยลขอกเคลียนี้คือมันเมียนตรันแต่โยลคอมปีเนี่ยแต่เตยโนเต้คือเมียนกาโยลคอปีกาเปิดเตียดพองนุกได้เมียนกาโยลคอชรันแต่เมียนเพียบจะเชื่อเรื่องรูมันโปรมสดับเปียบอลเนี่ยเตยเกิดถากลุ่นไอ้เบียดเตยแต่มันได้ไอ้จังแต่ไทม์เตียงผัดโต้เนี่ยเตยท่าเกมันโยลปีลุ่นไอ้เตียดพองลูกดอนนี่เย่จ้องเย่ล้างก็คล้ายเตยชื่อเรื่องถมโปรประกันเรียงลุ่นน้องตีของพัดก็ใบเคลียมือมกเคลียมันจอมก่อนกูจำตกท่าเพียบจะเจเรื่องรูปปลวกกายัวเข้านุมันทลบเอาก้นดอยนาลายเมียนแต่เพื่อกาใบปะเคลียกามันสบายจัดจะมือเคลียเจ็บได้แบบปนหนึ่งเคลียก็เชี่ยสำลังหนึ่งเคลียเตยจะเจเรื่องรูปประกันติดแทะสำลังเมียนเนี่ยดักเนี่ยเธอเอ้ใบมาโรคเนี่ยเจคเนี่ยใหญ่ปราบกาเกิดเคยดอกเนี่ยเมียนให้เมียนพอจะตู้วินิจฉัยรวยให้ก็บานสบายจัดจะมือหนึ่งเนี่ยมันหล่อแต่หรือได้แบบปนตัวใบท่าเมียนรูปเรียมเซงเนี่ยก็กลัวแต่เมียนจัดมือทลามวยเติบขนมเตี้ยนั่งเมียนในสั้นแต่สับได้แบบปนไตรไตเจียมนุโรคให้โรคพอที่สำคัญกำเทอไว้สระจะจัดจ้องระบอกขลุ่นกับอังขลุ่นไอ้ชุรลเป็ดเมนตายมันบานเฟยครัวซาใบปะขณีตายก็เตะเด้งใบขนองดักขณีโปรให้แต่มันสบายจัดจะมวยขณีได้แบบปนเตะครุบกรวงจำน้องก็เอาจำน้องเวครุบกรวงวิ่งนั่งเตะครุบกรวงสิกระไดกราวก็เอาสิกระไดกราวไปครุบกรวงวิ่งนู่มนเฟอร์มนเย้ยคือเตะเมียนสมาได้เมียนปัญญาครุบกรวงเจนเด็กเตะเจ็ดไกรจัดไกรเรื่องเอาไว้ได้ถึงกี่หายไตรกลมถ้วยกลมนี่เย่ไตรเลี้ยจะไทยเมียนเนี่ยเพียบจะเชื่อเรื่องรูปกาแต่ยัวเข้าให้นางอุปาเตียนนั้นเชงปีจัดเตอร์โดยยัวให้พอหนังเพียบตรึมเตอจะโกลปฏิบัติขนมชีวิตเจ็บประจำเจ็บได้ปนเตอแต่เชื่อหันดัดขณีให้สมอตรองดอกขณีมาเพ่ยแบบมวยจัดจังเอ็ดนังจัดตุเล่ก่อนจะตีสลายนูคลาสมใบไกรครอตรับสมบัติปันท้ายกอดเมียนขณีเนชรานเมียนปูพองบองจะมวยเมาอูอในขนมเปย์เลยกอดเมียนกิจการเงี้ยใบคือกิจตายจะมาช่วยกอดเราให้การเงี้ยลำบากว่าเตยจะเงี้ยช่วยจำนายนูคลาเมียนตรอบชรานเมียนยัวสะทอมดมปันท้ายไปจิตขวาเงียดขวาขณีขณีว่าปูพองดาวตถาเป็นคลาเมียนลูกชราเมนมาเจ้าโรมตายในขนมสเพียบตกจัดมันบานชราโปรมาเจ้าโรมโรพาลยาวแต่เป็นนอกนกปีประเภทนี้กินนิดโรคมือตึ๊กเคยง่ายเหมือนขวาเต้ในขนมสังคมปัจจุบันตามแต่เป็ดนู้คณีนี่สำคัญนะเมียนกาจำบัดในขนมสังคมคือเตยเทยกาจะมวยคณีเตยเตะตัวคณีบามันเรื่องนี้ก็เรื่องนู้ได้ให้แต่ไว้ได้เพื่อเอาหนุ่มเยิงเมียนคณีชราแต่ลังสมอจิพวกคณีเมียนตึกจัดจอมช่วยคณีเป็ดรักษาคณีแต่ไว้แต่เมา
ពេលមានការចាំបាច់ក៏មកជួយដោយមិនចាំបាច់ហៅរោហើយមានអ្វីៗបន្តិចតួចក៏ហុចឲ្យគ្នាគឺព្រោះហេតុមកអំពីមានចិត្តទូលាយនោះឯងនោះចិត្តទូលាយរមែងមានគ្នាច្រើនផ្ទុយអំពីមនុស្សដែលអត់ទឹកចិត្តឬក៏មនុស្សដែលចិត្តចង្អៀតនោះចិត្តចង្អៀតរមែងខ្វះគ្នានៅពេលដែលចាំបាច់នឹងរកមនុស្សមកជួយបានដោយលំបាកកាលកូនដឹងដូចនេះហើយក៏សូមឲ្យកូនជាមនុស្សចិត្តទូលាយកុំជាមនុស្សចិត្តចង្អៀតមានអ្វីជួយអ្នករតីបានក៏ជួយទៅកុំកំណាញ់កុំស្ដាយព្រោះនេះជាទឹកចិត្តបុណ្យរបស់កូនអ្នកណាកាត់ទុករឿងអីល្មមកូនជួយបានក៏ជួយទៅយ៉ាងហោចណាស់ក៏ជួយឲ្យកម្លាំងចិត្តគេដែរនោះយើងពេលមានទុកបានឃើញអ្នកដតីមកសាកសួរដោយអើពើមកជួយផ្ដល់កម្លាំងចិត្តឲ្យក៏មានទឹកចិត្តតស៊ូក្នុងជីវិតមិនតំងតំោយក៏ដោយក៏ដែងកើតមកជាមនុស្សកូនហើយធ្វើម៉េចនឹងឲ្យមានសុខសំតាមប្រាថ្នាជារហូតទៅបាននោះគង់តែមានថ្ងៃដែលត្រូវមានសេចក្តីទុក្ខខ្លះជារំខានដល់ថ្ងៃមានទុក្ខមកដល់កូននឹងបានដឹងដល់ទឹកចិត្តរបស់មិត្តភក្តិនេះគ្នាពូផងបងជាមួយនោះថាជាទឹកថ្នាំដ៏វិសេសសម្រាប់លាបត្រឡាបដល់ចិត្តសន្តានរបស់កូនឲ្យកក់ក្ដៅឲ្យកើតការសង្ឃឹមនិងឲ្យមានជាយាមតស៊ូជំនះឧបសគ្គបានយ៉ាងពិតប្រាកដ27កុំយកតម្រាប់តាមគេកូនជាទីស្រឡាញ់កូនគង់តែធ្លាប់បានឃើញមនុស្សពួកខ្លះចូលចិត្តអង្គុយជួបជុំគ្នានិយាយដើមអ្នករតីបានអង្គុយជជែកគ្នាពេលណាគឺច្រើនតែយករឿងរបស់អ្នកនេះអ្នកនោះមកនន្ទានិយាយពីគេក្នុងរឿងផ្សេងសេសេចក្តីនៃពាក្យនិយាយសិតសឹងតែធ្វើឲ្យគេខូចខាតនៅគេឈ្មោះទាំងអស់ចូលចិត្តធ្វើខ្លួនជាអ្នកចេះដឹងរឿងរ៉ាវដូចជាច្បាស់ដោយខ្លួនឯងអញ្ចឹងទាំងដែលខ្លួនឯងនឹងដឹងពិតខ្លះមិនពិតខ្លះប៉ុន្តែដល់ពេលនិយាយក៏ស្រួលមាត់និយាយឲ្យរអិលដូចលាបខ្លាញ់កូនឯងមនុស្សដែលនិយាយច្រើនប្រព្រឹត្តទៅបានឡើយដែលថាពាក្យនិយាយទាំងអស់សុទ្ធតែជាពាក្យពិតនោះដោយពាក្យចាស់ពោលថានិយាយច្រើនខុសច្រើននេះក៏ពោលចំពោះមនុស្សដែលមិនបានទូលមានខ្លួនមនុស្សប្រភេទនេះកូនកុំយកតម្រាប់តាមឡើយកូនគិតមើលបើមានអ្នកអតីណាយករឿងរបស់កូនឬក៏របស់ម៉ែឪបងប្អូនរបស់កូនទៅនិន្ទាទៅនិយាយក្នុងផ្លូវមិនល្អនោះកូនក៏មុខតែមិនពេញចិត្តដូចគ្នាដែរការនិយាយដល់អ្នកដតីកូនត្រូវប្រយ័ត្នឲ្យណាស់សូម្បីតែរឿងពិតទាំងដែលជារឿងល្អទៀតផងនោះរឿងល្អរបស់គេការកូននិយាយត្រូវមើលអ្នកស្ដាប់ផងក្រែងគេមិនសប្បាយចិត្តនឹងកូនព្រោះហេតុតែកូនសរសើរអ្នកដតីបើជារឿងដែលមិនពិតឬជារឿងដែលគិតខ្នែខ្នន់ដៅយកដោយខ្លួនឯងនាំឲ្យមានបាបព្រោះមាត់ខាតពេលឥតប្រយោជន៍កូនគួរតែយកពេលមកគិតរឿងរបស់កូនវិញទៅជាការប្រសើរបើកូនគ្មានរឿងអ្វីត្រូវគិតច្រើនទេកូនសម្រាកទៅឬក៏ត្រូវយកសៀវភៅមកអានមកមើលទៅត្រូវបើកវិទ្យុស្ដាប់ពធទៅវាល្អជាងព្រោះវាមិនកើតទោសអំពីមាត់និងមិនជាបាបតាមផ្លូវវាចាពាក្យសម្ដីអាក្រក់របស់អ្នករតីសូម្បីចំពោះមករកកូនក៏កូនកុំយកចិត្តទុកដាក់ឲ្យសៅមងចិត្តឡើយបើគេជុំគ្នានិយាយនិន្ទាពីអ្នករតីនិយាយដើមអាក្រក់រឿងអ្វីៗក៏ជារឿងរបស់គេកូនត្រូវគិតពិចារណាពីខ្លួនឯងវិញអ្វីដែលកូនត្រូវធ្វើអ្វីដែលកូនមិនត្រូវធ្វើនិងអ្វីដែលត្រូវធ្វើមុនអ្វីដែលត្រូវធ្វើក្រោយនេះទៅល្អយកល្អមែនទែនកូនត្រូវដើរចេញពីវងមនុស្សបែបនោះកូនត្រូវចាំពាក្យខាងក្រោមនេះគ្រោះភ័យចូលមករកខ្លួនតាមផ្លូវមាត់ឯភ័យវិបត្តិចេញទៅរកអ្នករតីក៏ចេញពីមាត់យើងនឹងដែរអ្នកដែលចូលចិត្តនិយាយរឿងអាក្រក់ពីគេគឺជាមោខៈបរោះមនុស្សអត់គុណធម៌ក្នុងខ្លួនមិនផុតពីអួតខ្លួនឯងបង្អាប់អ្នករតីនិងចូលចិត្តនិយាយឥតបានការដោយប៉ោតអត់ទឹកនៅពេលដែលគេរែកច្រើនតែលឺរងរាងដូច្នោះឯង28តស៊ូអត់ធន់ទោះធ្ងន់ឬស្រាលកូនជាទីស្រឡាញ់មនុស្សដែលខំប្រឹងប្រែងធ្វើការសុចរិតដើម្បីលើកស្ទួយជីវភាពរបស់ខ្លួននិងគ្រួសាររហូតដល់បានសម្រេចសមរម្យនោះជារឿងដែលគួរឲ្យសរសើរណាស់តាមពិតក្នុងโลกនេះអ្នកដែលបានទទួលនៅពាក្យ
ល្អបាននៅទ្របមរតកស្រាច់ស្រាប់តែម្ដងដោយខ្លួនឯងមិនបាច់ប្រឹងប្រែងអ្វីនោះគឺមានតិចអ្នកទេដោយច្រើនគឺចាប់ផ្ដើមពីការលំបាកទៅមុនហើយទ្របមរតកបានត្រឹមតែកម្លាំងស្មងកម្លាំងចិត្តនិងចំណេះដឹងក្នុងមុខវិជ្ជាផ្សេងប៉ុណ្ណោះពោលគឺមិនបានទទួលនៅមរតកអ្វីជាទ្រព្យសម្បត្តិមាសប្រាក់ឲ្យធំដុំនោះឡើយសំខាន់ណាស់ទៅហើយដែលមរតកនោះគឺជាជីវិតកម្លាំងកាយចិត្តនិងចំណេះវិជ្ជាមរតកម៉ែឪគឺជីវិតកម្លាំងកាយនិងចំណេះវិជ្ជាកូនល្មមយល់បានហើយឯចំណែកមរតកគឺកម្លាំងចិត្តបានដល់ទឹកចិត្តតស៊ូព្យាយាមដែលម៉ែឪបានបង្ហាត់បង្រៀនអប់រំទូលមានកូននិងធ្វើជាគំរូរហូតមកកូនត្រូវពង្រឹងកម្លាំងចិត្តឲ្យដល់ព្រមជាមួយគ្នានឹងកម្លាំងកាយចំណេះវិជ្ជាធ្វើជីវិតកូនឲ្យមានខ្លឹមសារការប្រើកម្លាំងស្មងនិងទឹកចិត្តប្រឹងប្រែងតស៊ូក្នុងជីវិតអត់ធន់ចំពោះការងារមិនរួញរាចំពោះឧបសគ្គទើបអាចបានដល់នៅឋានៈដ៏ប្រសើរមានជីវភាពធូរធារដោយទ្រព្យសម្បត្តិដោយតែកូនបានឃើញហើយអ្នកខ្លះខ្វះការតស៊ូព្យាយាមចង់ទៅសនុកចូលចិត្តទៅសប្បាយហើយនឹងថ្នមខ្លួនប្រភេទមនុស្សជន់អាចមន់មិនពេកនោះគឺมันមានឱកាសសាងនៅឋានៈឲ្យពងខ្ពស់និងឲ្យជីវិតរស់នៅបានសុខស្រួលឡើយសម្បីមានមរតកច្រើនទឹកសន្ធាប់យ៉ាងណាมันយូរឡើយនឹងបំផ្លាញអស់មិនខានកូនហើយជីវិតគឺការតស៊ូពាក្យនេះធ្លាប់មានមកយូរហើយដូច្នេះឧបសគ្គក្នុងជីវិតកូនត្រូវចាត់ទុកជាថ្នាំកម្លាំងកាលបើមនុស្សយើងមានការតស៊ូក្នុងជីវិតក៏រមែងបានជួបប្រទះនៅឧបសគ្គគឺសេចក្តីលំបាកជាធម្មតាតែសូមឲ្យកូនគិតថាសេចក្តីលំបាកនោះជាថ្នាំកម្លាំងដែលនឹងជំរុញឲ្យកូនប្រឹងប្រែងជាយាមតស៊ូដើម្បីយកឈ្នះសេចក្តីលំបាកនោះរហូតបានដល់ទិសដៅគឺភាពប្រសើរនៃជីវិតដែលបាឧបសគ្គរឹតតែខ្លាំងជោគជ័យក៏រឹតតែមានតម្លៃម៉ែឪមិនមាននៅមរតកដែលជាទ្រព្យសម្បត្តិអ្វីច្រើនទុកឲ្យកូននោះទេតែកូនក៏បាននៅជីវិតកម្លាំងកាយកម្លាំងចិត្តនិងចំណេះវិជ្ជាព្រមល្មមសពគ្រប់ហើយកូនត្រូវប្រើរបស់ទាំងនេះឲ្យបានសម្រេចតាមបំណងប្រាថ្នារបស់កូនទៅចុះ29គូតស៊ូដ៏ពិតប្រាកដកូនជាទីស្រឡាញ់ក្នុងកិច្ចការគ្រប់យ៉ាងនេះអ្នកដែលធ្វើត្រូវមានការតស៊ូនិងមាននៅសេចក្តីលំបាកផ្សេងអ្នកដែលធ្វើការបានសម្រេចគឺជាអ្នកបានឆ្លងនៅឧបសគ្គនៃការងារនោះរួចមកហើយទោះជាឧបសគ្គធ្ងន់ក្តីស្រាលក្តីការដែលខំពុះពៀនៅឧបសគ្គរហូតបានសម្រេចសុទ្ធតែដោយការតស៊ូជាមួយនឹងឧបសគ្គនោះតែប៉ុណ្ណោះមិនមែនកន្លងផុតបានដោយការកិច្ចជៀសឬក៏លោតកន្លងដោយជាកន្លងរបងនោះទេកូនត្រូវពុះពៀចូលទៅកណ្ដាលឧបសគ្គនោះដូចជាទូកអញ្ចឹងឯងត្រូវឆ្លងកាត់រលកកាត់ខ្យល់ឬក៏មនុស្សយើងត្រូវដើរកាត់កម្ដៅថ្ងៃទៅដូច្នោះឯងទើបអាចបានឆ្លងផុតរលកខ្យល់ឬក៏កម្ដៅថ្ងៃនោះទៅបានតាមពិតការតស៊ូជាមួយនឹងឧបសគ្គពិតជាលំបាកណាស់នោះគឺថាវាមិនជាការលំបាកណាស់ទៅពេកទេណាបើយើងបានតស៊ូជាមួយនឹងចិត្តខ្លួនឯងរហូតដល់ទៅបានឈ្នះផ្លូវចិត្តខ្លួនឯងជាមុនហើយនោះចិត្តរបស់យើងនេះឯងដែលជាគូតស៊ូពិតប្រាកដរបស់មនុស្សយើងការតស៊ូជាមួយនឹងចិត្តរបស់ខ្លួនឯងនេះលំបាកជាងការតស៊ូជាមួយនឹងឧបសគ្គផ្សេងជាខាងក្រៅដូចជារងាក្តៅហាលភ្លៀងហាលខ្យល់ស្រេកឃ្លានអីជាដើមហ្នឹងការតស៊ូជាមួយនឹងចិត្តឲ្យឈ្នះនោះគឺត្រូវដាស់តឿនចិត្តឲ្យភ្ញាក់ខ្លួនមិនឲ្យទម្រាន់មិនឲ្យរាថយឲ្យចិត្តមានកម្លាំងមិនឲ្យអស់កម្លាំងចិត្តជាមុនកាលបើតស៊ូជាមួយចិត្តរបស់ខ្លួនឯងបានឈ្នះហើយមានកម្លាំងចិត្តរឹងប៉ឹងហើយក៏អាចតស៊ូជាមួយនឹងឧបសគ្គខាងក្រៅបានមិនជាលំបាកអីទៅពេកទេដូចថាយើងខ្លាំងយើងលើករបស់ធ្ងន់រួចដោយសេចក្តីសង្ឃឹមថានឹងបានឆ្លងរួចពីឧបសគ្គទៅនោះគឺថាមានសុវត្ថិភាពល្អមានជោគជ័យដោយសារកម្លាំងចិត្តរឹងប៉ឹងនឹងឯងបើសិនបើយកឈ្នះចិត្តខ្លួនឯងដោយការពុះពៀនៅឧបសគ្គសំខាន់គឺសេចក្តីខ្ជិលការរួញរានិងការអស់កម្លាំងចិត្តមិនបានទេតើនឹងអាចទៅតស៊ូជាមួយនឹងឧបសគ្គអ្វីបានទៅតស៊ូជាមួយនឹងចិត្តខ្លួនឯងឲ្យបានឈ្នះជាមុនណាកូនក៏នឹងអាចឈ្នះអ្វីគ្រប់យ៉ាងក្នុងលោកបានព្រោះថាក្នុងលោកនេះមិនមានការតស៊ូណាឲ្យខ្លាំងក្លាដូចជាការតស៊ូយកឈ្នះចិត្តអាក្រក់របស់ខ្លួនឡើយអត្តាហេអត្តនោនេថោកោហេនេថោបរោសិយា
ខ្លួនជាទីពឹងពំនឹងអាត្មាអ្នកផ្សេងមកដេចរានឹងថាពឹងបានអត្តនាហេសតន្តេអ្នកទូនមានខ្លួនជាអ្នកក្លាហានច្បាំងនឹងកិលេសក្នុងចិត្តសន្តានខ្លួនល្អកល្យានព្រះបានត្រាស់ថានេថੰលបតិទុលភ័ងបាននៅធម្មំទីពឹងអស្ចារទីពឹងនេះក្រកំរអ្នកណាក្នុងវដ្តសង្សារស្រវាតោងបាន30ខួតចេញមកទៅបានធូកូនជាទីស្រឡាញ់គង់តែមានថ្ងៃណាមួយមិនខានដែលមនុស្សយើងត្រូវជួបជាមួយនឹងសេចក្តីទុក្ខឬបញ្ហាដែលធ្វើឲ្យចិត្តចង្អៀតចង្អល់មាននៅកង្វល់ជាទុក្ខកង្វល់ដែលមិនអាចប្រាប់អ្នកដទៃឬជាទុក្ខដែលខ្លួនឯងគិតថាអ្នកដទៃណាក៏មិនអាចនឹងជួយបានដែលទុក្ខបែបនេះនឹងធ្វើឲ្យកើតការធុញថប់ក្នុងជីវិតនៅម្នាក់ឯងតែងតែដកដង្ហើមធំគិតច្រើនតលតែឈឺក្បាលបាយមិនបានតម្រានមិនលក់ដែលអាចបណ្ដាលឲ្យកើតរោគសរសៃប្រសាទបានដោយងាយការបើកូនបានជួបប្រសពនៅភាវៈជាទុក្ខដោយតែបានពោលមកហើយនេះកូនកុំលាក់ទុក្ខតែម្នាក់ឯងត្រូវកុំឲ្យនៅតែក្នុងខ្លួនកូនគឺកូនត្រូវបញ្ចេញមកខាងក្រៅនឹងធ្វើឲ្យកូនបានធូរស្រាលប្រៀបដូចជាការហើមពោះទល់លាមកដល់ពេលបន្ទោបងបានអស់មកក៏ធូរពោះស្រួលខ្លួនចឹងទៅយ៉ាងណាការធុញថប់ការត្រេះរិះកង្វល់ក្នុងរឿងផ្សេងដែលមាននៅក្នុងចិត្តក៏ដូចគ្នាត្រូវតែបញ្ចេញមកខាងក្រៅយ៉ាងនោះឯងមានបញ្ហាខ្លះពិតមែនតែគេមិនលាក់ទុកតែឯងប៉ុន្តែគេបញ្ចេញមកខាងក្រៅដោយការសងសឹកដោយការបៀតបៀនដោយអំពើហិង្សាផ្សេងឲ្យដល់អ្នកដទៃនៅក្នុងសេចក្តីនេះកូនត្រូវកុំបញ្ចេញមកជាដាច់ខាតវិធីបញ្ចេញនៅទុកកង្វល់ភាពធុញថប់ឬក៏ភាពសពតពននៃចិត្តដែលល្អបំផុតនោះគឺពោលឲ្យអ្នកដទៃស្ដាប់ក្នុងលំដាប់ថ្នាក់ដំបូងនោះគឺមេត្តាបិតាកូនមានរឿងកើតទុកតឹងណែនក្នុងទ្រូងយ៉ាងណាកូនត្រូវជម្រាបឲ្យមេត្តាបិតាបានជ្រាបពោលគឺឲ្យម៉ែឪនឹងបានស្ដាប់នឹងឯងម៉ែឪមិនជាពឹសមិនជាភ័យសម្រាប់កូនឡើយម៉ែឪរមែងដឹងចិត្តកូននិងយល់ពីកូនជានិច្ចសូម្បីពេលខ្លះមិនអាចដោះស្រាយបញ្ហាឲ្យកូនបានក៏ដោយតែម៉ែឪគឺជាកន្លែងដែលសម្រាប់កូនក្អួតដាក់កូននឹងរៀបរាប់នឹងយំនឹងសម្ដែងនៅសេចក្តីទុក្ខលំបាកឬបំណងយ៉ាងណាចំពោះមុខម៉ែឪក៏បានទាំងអស់បើធ្វើយ៉ាងនេះហើយកូនអាចនឹងថាសប្បាយចិត្តឡើងបានខ្លះឪពុកម្ដាយក៏រីករាយនឹងស្ដាប់រីករាយនឹងដឹងឪពុកម្ដាយព្រមទទួលនៅសេចក្តីទុក្ខរបស់កូនជានិច្ចចូលកូនកុំឃើញឪពុកម្ដាយជាអ្នកដទៃផ្សេងណាទៀតឲ្យសោះភាពធុញថប់ភាពតានតឹងចង្អៀតចង្អល់ទុក្ខកង្វល់ទាំងអស់របស់កូនគឺកូនគួរតែមកក្អួតមកបន្ទោបងដាក់ឪពុកម្ដាយចោះកុំទុកឲ្យតឹងណែនក្នុងខ្លួនកូនតែម្នាក់ឯងនោះពុកម្ដាយព្រមធ្វើជាកថាឬក៏ទៅជាបង្គន់របស់កូនជានិច្ចតាំងតែពីកូននៅក្នុងផ្ទៃម្ដាយមកម្លេះតែបើកូនមានសេចក្តីអត់ធន់អាចតស៊ូបានប្រឹងប្រែងដោះស្រាយបានគ្នាឯងក៏ជាការល្អចាំបាច់ជំរាបមកដល់មេត្តាបិតាឲ្យគាត់ព្រួយបារម្ភប៉ុន្តែថាវាមានទៅតាមកម្រិតនៃរឿងរ៉ាវទាំងអស់នោះដែលកូនមិនអាចអត់ទ្រាំបានឬក៏មិនអាចនឹងថាឲ្យស្ងប់រងាប់ក្នុងចិត្តមានអ្នកដទៃណាដើម្បីនឹងបញ្ចេញនៅរឿងរ៉ាវទាំងអស់នោះនឹងក៏គួរជំរាបមេត្តាបិតាដើម្បីថាគាត់មានឧបាយដែលនឹងអាចជួយកូនបានយ៉ាងណាតាមដែលទឹកចិត្តមេត្តាបិតាក៏មិនចង់ឲ្យកូនទុកលំបាកតែឯងហើយក៏ទៅធ្វើរឿងអីដែលខុសកំគងឬក៏ធ្វើអត្តឃាតអីនៅនោះទេប្រាប់មកមេត្តាបិតាគាត់ជួយដោះស្រាយបានយ៉ាងណាហើយកូនក៏បានរស់នៅជាសុខក៏ជាសេចក្តីសុខរបស់ម៉ែឪទៅនឹងឯង31ភ្លើងចំណែនកូនជាទីស្រឡាញ់មានធម្មជាតិម្យ៉ាងនៅពេលដែលកើតដល់អ្នកណាហើយនឹងធ្វើឲ្យអ្នកនោះក្តៅងុំក្នុងចិត្តកើតការញាប់ញ័រក្នុងទ្រូងហើយនឹងឈឺផ្សាធម្មជាតិ
ដែលហៅមកនេះគឺថាការចំណែនឬក៏រិស្យាការចំណែនកើតឡើងក្នុងចិត្តនៅពេលដែលឃើញអ្នកដទៃបានល្អជាងខ្លួនរៃលេងមែនទែនគឺអ្នកដែលបានល្អជាងខ្លួននោះជាសត្រូវឬជាគូប្រកួតគ្នាជាមួយនឹងកូនខ្លួនឯងដែលធ្វើឲ្យការចំណែនរឹងរិតតែឡើងកម្លាំងខ្លាំងឡើងអ្នកដែលមាននៅការចំណែនរមែងបាត់បង់នៅសេចក្តីសុខដោយមិនដឹងខ្លួនឃើញអ្វីៗចេះតែទាស់មុខទាស់មាត់ទាស់ភ្នែកទាស់ត្រចៀកទាំងអស់គឺជាការដូរផ្លាស់អំពីទឹកចិត្តមេត្តាករុណាមកជាចិត្តដែលឥតគុណធម៌មានការចង្អៀតចង្អល់នឹងអ្នកដទៃជានិច្ចការចំណែននេះគឺការសាហាវណាអាចក្តៅខ្លាំងណាស់កូនហើយរហូតដល់ទៅថ្នាក់សម្លាប់គ្នារហូតហើយចង់ពីវេរាចឹងទៅហៅថាជាភ្លើងចំណែននេះនៅពេលដែលឆេះឡើងរមែងដុតចិត្តមនុស្សឲ្យក្តៅរលរាលរហូតគ្រប់ពេលភ្នក់ភ្លើងនេះពិតមែនតែថានឹងឆេះឡើងបានងាយប៉ុន្តែក៏ដោយសារឃើញសត្រូវឬគូប្រជែងនឹងបានល្អតែប៉ុណ្ណោះបើសិនបើអ្នកដែលបានល្អនោះជាមនុស្សដែលខ្លួនឯងស្រឡាញ់វិញបាបធัวគឺអ៊ីសាការចំណែននឹងមិនកើតឡើងឡើយពេលកូនបានដឹងដូច្នេះហើយកូនត្រូវប្រយ័ត្នឲ្យណាស់ចំពោះបាបធัวប្រភេទនេះដើម្បីកុំឲ្យកើតឡើងបានកូនត្រូវវឹកហាត់ឲ្យជាមនុស្សមានចិត្តទូលាយអ្នកដទៃមិនថាជាមិត្តឬជាសត្រូវមិនថាជាមនុស្សដែលកូនស្រឡាញ់កូនស្អប់ឡើយគឺថាគេមានសិទ្ធិបានទទួលនៅសេចក្តីសម្រេចក្នុងរឿងផ្សេងដូចជាមនុស្សទូទៅដែរបើកូនត្រេកអររីករាយជាមួយនឹងគេមិនបានទេកូនគួរតែដាក់ចិត្តឲ្យបង្ងើយធ្វើដូចជាមិនដឹងមិនឃើញចឹងទៅឬថាត្រឹមតែជាចិត្តឃើញត្រឹមតែជាចិត្តឮត្រឹមតែជាចិត្តដឹងរឿងប៉ុណ្ណឹងជាដើមតែវាមិនត្រូវភ្លើងចំណែននឹងដុតចិត្តសន្តានរបស់កូនឲ្យឆេះដៅនោះឡើយអ្វីកើតឡើងសិតតែមានហេតុត្រឹមត្រូវយើងមិនដឹងថាត្រូវទៅចំណែននឹងគេយ៉ាងដូចម្ដេចនោះឡើយកូនត្រូវចាំទុកថាកុំចង់បានរបស់ដែលអត់កុំជាប់ចិត្តនឹងរបស់ដែលមានអ្វីកើតព្រោះមានហេតុអ្វីដែលកើតឡើងហើយសុទ្ធតែប្រែប្រួលបើកូនខ្វះគុណធម៌កូនចំណែនចំពោះសេចក្តីល្អរបស់គេដូច្នេះអ្នកដែលក្តៅក្រហាយពិតហ្នឹងគឺជាកូនខ្លួនឯងជាកូនហ្នឹងមិនមែនគេនោះទេរឿងអ្វីដែលកូនត្រូវមកបង្កាត់ភ្លើងទុកត្រង់ដើមទ្រូងឲ្យឆេះខ្លួនឯងគ្រប់គ្រានេះវាជាការល្ងងរបស់កូនហ្នឹងណាចូលកូនកុំជាមនុស្សល្ងងខ្លៅឡើយកុំចំណែននឹងគេកុំទៅដុតទ្រូងដុតចិត្តខ្លួនឯងសោះណាកូន32គិតអ្វីឲ្យវែងកុំបែងខ្លីកូនជាទីស្រឡាញ់ពាក្យចាស់បុរាណបានពោលហើយគឺថាគិតអ្វីឲ្យវែងបានតែក្តីថាធ្វើអ្វីក៏ដោយឲ្យមើលមុខមើលក្រោយឲ្យវែងឆ្ងាយពោលគឺសម្លឹងមើលអនាគតកាលពាក្យនេះមានន័យសំខាន់ណាស់ព្រោះមនុស្សដែលសម្លឹងមើលកិច្ចការក្នុងការវែងឆ្ងាយនោះរមែងនឹងបានទទួលនៅសេចក្តីសម្រេចក្នុងកិច្ចការងារផ្សេងដែលខ្លួនធ្វើក្នុងរយៈកាលយូរពាក្យថាកុំបែងខ្លីគឺកុំគិតខ្លីមនុស្សដែលមើលអ្វីខ្លីកញ្ញុចមើលឃើញអ្វីនៅទៅនឹងមុខមើលផលក្នុងរយៈខ្លីប្រុសស្រីដូចនេះគេហៅថាមនុស្សគំនិតខ្លីឬក៏គំនិតអស់មកបាយរមែងបានទទួលនៅផលសម្រេចក្នុងពេលខ្លីតែប៉ុណ្ណោះមិនមានអ្វីជាសំខាន់ឡើយរួចហើយក៏ត្រូវដួលចុះអស់ទីពឹងយ៉ាងទៀតមនុស្សគិតអ្វីខ្លីរមែងធ្វើអ្វីដោយសេចក្តីប្រមាទធ្វើដោយប្រញាប់មិនគិតមុខមិនគិតក្រោយធ្វើទៅតាមតែចំណង់រមែងក្តៅក្រហាយក្នុងការជាខាងក្រោយអស់មួយជីវិតមនុស្សខ្លះគិតខ្លីពេកក៏คล้ายទៅជាឃាតករមនុស្សខ្លះទៀតធ្វើអត្តឃាតខ្លួនឯងឡាកាលដែលកូននឹងធ្វើនៅកិច្ចការងារអ្វីក៏ដោយកូនត្រូវសម្លឹងឲ្យវែងឆ្ងាយដោយពាក្យថាបិទភ្នែកឲ្យជិតសម្លឹងឲ្យឆ្ងាយបើការងារនោះរឹតតែធំដុំនិងសំខាន់នៅក្នុងជីវិតកូនត្រូវតែគិតឲ្យវែងឆ្ងាយជាទីបំផុតផងដែរហើយត្រូវមានស្មារតីរក្សាឲ្យបានខ្ជាប់ខ្ជួនកូនមានគិតឃើញទេថាមានការងារខ្លះមានតម្លៃជាងជីវិតរបស់យើងរាប់ដងមិនអស់ទៅទៀតជាមួយនឹងការងារកូនត្រូវចាំទុកថាខ្លាចលំបាក
តែខ្ជិលមិនជាយាមមិនរួចពីសេចក្តីលំបាកឡើយខ្វះសេចក្តីអត់ធន់ការងារមិនបានល្អខ្វះការតស៊ូការងារមិនសម្រេចរវល់តែរឿងស្នេហាកាន់ការងារធំមិនបានព្រោះសេចក្តីប្រហែសធ្វេសការងារដែលចេះស្ទាត់ហើយនោះត្រឡប់ទៅជាទទួលបរាជ័យដោយបកុលល្ងងខ្លៅរស់នៅដើម្បីធ្វើការមិនមែនធ្វើការដើម្បីត្រឹមតែរស់នោះទេមិនមាននរណាគាំទ្រយើងឲ្យខ្ពង់ពោះក្រៅអំពីខ្លួនឯងដែលគោរពនៅការងាររបស់ខ្លួននោះឡើយកុំជាមនុស្សពិការទាំងដែលមានអវយវៈគ្រប់គ្រាន់ឲ្យសោះការងារអាក្រក់នាំទៅរកភពងងឹតឯការងារល្អនាំទៅរកភពភ្លឺស្វាងការងារដែលប្រសិទ្ធៈទោសជាមង្គលដល់ដំការងារជាអាយុជីវិតជាកិត្តិយសលក្ខការងារមានតម្លៃជាងអ្វីទាំងអស់ព្រោះការងារនាំឲ្យបានរួចផុតចាកអំពីសេចក្តីទុក្ខទាំងពួងសេចក្តីទុក្ខទាំងប្រមាណដែលបានពោលហើយនេះសម្រាប់ឲ្យកូនរៀនគិតឲ្យបានវែងនៅក្នុងជីវិតគិតអ្វីឲ្យវែងកំបែងខ្លីជាពាក្យការពីបុរាណគិតអ្វីឲ្យវែងកំបែងខ្លីវិស័យចង់ស្រីមើលរឹកពេផ្កប់ស្ដាច់តោងតាមប្រតិយាផ្កប់រះដូចគ្នាតោងមើលចិត្តភៀវមកតោងមើលអាការចេញពោលពាក្យម្ដេចមិញគង់ឃើញពិតពាក្យស្លែងក្រែងស្លូតជួនជាមិត្តពាក្យពិតជួនពេលមកមេលមិញលាក់ទឹកចិត្តមានការស្មោះត្រង់និងមានការស្រឡាញ់យុត្តិធម៌នោះ